មកផ្លាស់ប្ដូរទម្លាប់4ខាងក្រោមនេះដើម្បីរស់នៅបានអាយុវែងសុខភាពល្អរាងកាយមិនសូវមានជំងឺបងសាកកន្លែងទៅមើលចាស់ពីសម័យមុនពួកគាត់រស់នៅបានអាយុវែងសុខភាពល្អមិនសូវមានជំងឺនោះទេបានន័យថាគាត់រស់នៅបែបបុរាណតើតើនឹងការរស់នៅបែបបុរាណរបស់គាត់ទី1ដែលតើតើនឹងប្រធានបទថ្ងៃហ្នឹងការចូលរួមរបស់រូបសម្បានគឺរឿងទី1ដែលបងប្អូនគួរតែផ្លាស់ប្ដូរទម្លាប់តើតើនឹងការគេងបងប្អូនសង្កេតឃើញការគេងរបស់ពួកគាត់កាលពីសម័យមុនគឺពួកគាត់ចូលគេងពីក្បាលប្រឡប់មែនតើដែលធ្វើឲ្យពួកគាត់នឹងរស់នៅបានអាយុវែងអញ្ចឹងរឿងទី1ដែលបងប្អូនគួរតែផ្លាស់ប្ដូរគឺទម្លាប់នៅក្នុងការគេងយប់ជ្រៅបើសិនជាបងប្អូនអត់មានរវល់ធ្វើការឬក៏រវល់ការងារអីទេបងប្អូនព្យាយាមគេងឲ្យបានពីក្បាលប្រឡប់តិចទៅព្រោះតែកាលណាបងប្អូនគេងយប់ជ្រៅពេកបានន័យថារាងកាយរបស់មនុស្សយើងនឹងវាហួសម៉ោងហួសពេលនៅក្នុងការជួសជុលនិងផលិតកោសិកាថ្មីហើយកាលណាតែបងប្អូនគេងយប់ជ្រៅយូរទៅវាបង្កឲ្យបងប្អូនមានហានិភ័យច្រើនតែរឿងទី1គឺវាប៉ះពាល់ទៅលើគេហៅថាអាយុកោសិកាធ្វើឲ្យបងប្អូននឹងចាស់ជាងវ័យហើយរស់នៅមិនបានអាយុវែងនោះទេហើយមួយវិញទៀតតើតជាមួយនឹងខួរក្បាលវាធ្វើឲ្យបងប្អូនខ្សោយការចងចាំខ្សោយការគិតវាមានបញ្ហាប្រឈមជាមួយនឹងបេះដូងនៅថ្ងៃក្រោយបងប្អូនអ្នកគ្នាវិញរាល់ថ្ងៃចូលគេងម៉ោងប៉ុន្មានដែរអាចខមមិននៅក្នុងវីដេអូនេះម្នាក់មួយបានទម្លាប់ទី2ដែលបងប្អូនគួរតែផ្លាស់ប្ដូរដើម្បីបានសុខភាពល្អអាយុវែងគឺទម្លាប់មួយបើសិនជាបងប្អូនមានសកម្មភាពពីមុនចូលចិត្តនៅមួយកន្លែងឬក៏ឲ្យខ្លួនឯងមានពេលទន្លេច្រើនឬក៏ចុចទូរស័ព្ទច្រើនឬក៏ធ្វើអីដែលខ្លួនឯងអត់សូវបានបែកញើសអត់សូវមានសកម្មភាពហ្នឹងព្យាយាមមកឲ្យខ្លួនឯងផ្លាស់ប្ដូរទម្លាប់មួយគឺធ្វើឲ្យខ្លួនឯងមានសកម្មភាពជាហើយសកម្មភាពដំបូងដែលបងប្អូនគួរតែធ្វើគឺធ្វើម៉េចឲ្យរាងកាយយើងប៉ះពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមដើម្បីឲ្យរាងកាយក៏ដូចជាប្រព័ន្ធភាពស៊ាំបងប្អូននឹងរឹងមាំបង្កើននឹងវីតាមីន D ចូលទៅក្នុងរាងកាយហើយមួយវិញទៀតព្យាយាមឲ្យរាងកាយយើងសកម្មទៅលើសកម្មភាពមួយចំនួនដូចជាការដាំដំណាំការទៅឃើញធម្មជាតិការដែលយើងធ្វើដំណើរថ្មើរជើងបានច្រើនជាងការដែលយើងប្រើរថយន្តហ្នឹងសកម្មភាពទាំងអស់នេះគឺជារឿងរ៉ាវមួយដែលបងប្អូនគួរតែធ្វើដើម្បីឲ្យរាងកាយយើងសុខភាពល្អបងប្អូនសង្កេតឃើញនៅប៉ែកខាងអឺរ៉ុបគឺប្រជាជនគេភាគច្រើនគឺគេធ្វើដំណើរដោយការថ្មើរជើងគឺច្រើនជាងប្រើរថយន្តដូច្នេះហើយដែលធ្វើឲ្យជនជាតិគេគឺមានអាយុវែងហើយសុខភាពល្អនេះគឺជាកត្តាមួយដែលរួមផ្សំដែលធ្វើឲ្យបងប្អូននឹងកាត់បន្ថយនៅបញ្ហាប្រឈមជាមួយនឹងជំងឺផ្សេងៗគឺបានច្រើនមែនទែនបើសិនជាបងប្អូនមានសកម្មភាពច្រើនជាងញ៉ាំបើសិនជាបងប្អូនមានសកម្មភាពច្រើនជាងអ្វីដែលយើងនៅមួយកន្លែងហ្នឹងបងប្អូននឹងឃើញខ្លួនឯងមានការផ្លាស់ប្ដូរមួយគឺសុខភាពបងប្អូនចាប់ផ្ដើមល្អពីមួយថ្ងៃទៅមួយថ្ងៃដោយអត់ដឹងខ្លួនការដែលផ្លាស់ប្ដូររឿងទី3គឺពាក់ព័ន្ធជាមួយនឹងចំណីអាហារបើសិនជាបងប្អូនរាល់ថ្ងៃឬក៏ពីមុនចូលចិត្តញ៉ាំអាហារដែលប្រើជៀនឆាបំពងប្រើខ្លាញ់ដិតឬក៏ប្រើជាតិផ្អែមជាតិស្ករច្រើនប្រើជាតិអំបិលច្រើនបងប្អូនព្យាយាមមកផ្លាស់ប្ដូរទម្លាប់មួយញ៉ាំអាហារណាដែលមានគុណភាពល្អជួយដល់សុខភាពរាងកាយបងប្អូនមានដូចជាមានបន្លែធម្មជាតិដែលបងប្អូនដាំនៅតាមរបងផ្ទះឬក៏នៅតាមស្រុកស្រែចម្ការព្យាយាមញ៉ាំសាច់ត្រីបានច្រើនឬក៏ពពុះគ្រាប់ធញ្ញជាតិឬក៏នៅក្នុងផ្លែឈើដែលបងប្អូនមានជាពិសេសបងប្អូនដាំដោយផ្ទាល់ដៃគឺកាន់តែល្អខ្លាំងមែនទែនបងប្អូនព្យាយាមញ៉ាំពពុះផ្លែឈើណាដែលវាមានតាមរដូវកាលព្រោះតែកាលណាបងប្អូនញ៉ាំផ្លែឈើដែលខុសរដូវកាលភាគច្រើនគឺគេប្រើថ្នាំគីមីដើម្បីឲ្យផ្លែឈើនឹងលូតលាស់បានល្អហើយសកម្មភាពទី4ដែលបងប្អូនគួរតែផ្លាស់ប្ដូរគឺសកម្មភាពដែលបងប្អូនចូលចិត្តគិតច្រើនហើយនឹងបញ្ហា stress បើសិនជាបងប្អូនកំពុងតែមានបញ្ហា stress គិតច្រើន toxic គិតអ្វីដែលមិនទាន់កើតឡើងច្រើនហ្នឹងវាបំផ្លាញសុខភាពបងប្អូននឹងដោយមិនដឹងខ្លួនមនុស្សនៅពេលបច្ចុប្បន្ននេះអ្នកដែលគាត់កំពុងតែមានបញ្ហាផ្លូវចិត្តគឺកើនឡើងស្ថិតិខ្ពស់មែនទែនតាម WHO ឬក៏អង្គការសុខភាពពិភពលោកដែលគេបានចេញសេចក្តីប្រកាសបងប្អូនព្យាយាមហាត់ប្រាណឲ្យបែកញើសក៏ជាផ្នែកមួយដែលជួយឲ្យបងប្អូនកាត់បន្ថយ stress បានដូចគ្នាព្យាយាមតាំងសមាធិដកដង្ហើមចេញចូលឲ្យបានវែងវាជួយទៅដល់សុខភាពសួតបងប្អូនថែមទៀតតើនឹងការញ៉ាំទឹកដូចគ្នាបងប្អូនព្យាយាមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់តាមរាងកាយរបស់មនុស្សយើងត្រូវការដើម្បីយកទៅចិញ្ចឹមសរីរាង្គរបស់យើងផងដែរការចូលរួមរបស់រូបសម្បត្តិគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយបើសិនជាបងប្អូនគិតថាវីដេអូនឹងមានគុណតម្លៃមានសារៈប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចជួយចុច share ចែករំលែកវីដេអូនឹងម្នាក់មួយផងហើយរឿងដែលសំខាន់គឺបងប្អូនយកទៅធ្វើទាំងអស់គ្នាដើម្បីរស់នៅបានអាយុវែងសុខភាពល្អគ្រប់ក្រុមគ្រួសារ